ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាជួយជាមួយអ្នកគ្រូម្ដងទៀតហើយចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងមានអីមកបង្ហាញបងប្អូនទាំងអស់គ្នាចង់ដឹងអត់ចាបើចង់ដឹងមកទស្សនាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងថ្ងៃហ្នឹងអ្នកគ្រូមានគណិតវិទ្យាថ្នាក់ទី2មកបង្ហាញបងប្អូនទាំងអស់គ្នាចំណងជើងគឺមេរៀនទី2ការប្រៀបធៀបចំនួនចាអញ្ចឹងបងប្អូនធ្លាប់ប្រៀបធៀបចំនួនពីមុនមកអត់ចាអញ្ចឹងបើធ្លាប់ឬក៏អត់ទាន់ដឹងពីការប្រៀបធៀបចំនួនទេអាចមកទស្សនាក្នុងវីដេអូនេះអ្នកគ្រូនឹងមកបង្ហាញថាការប្រៀបធៀបចំនួនហ្នឹងយើងប្រៀបធៀបចំនួនដោយរបៀបណាចាអញ្ចឹងចំណុចដែលអ្នកគ្រូលើកឡើងមកថ្ងៃនេះគឺការប្រៀបធៀបចំនួនដោយប្រើសញ្ញាធំជាងទូជាងនិងសញ្ញាស្មើចាគឺយើងប្រើសញ្ញាទូជាងធំជាងនិងសញ្ញាស្មើអញ្ចឹងយើងប្រើសញ្ញា3ហ្នឹងដើម្បីប្រៀបធៀបចំនួនចាអញ្ចឹងកូនចង់ដឹងអត់ថាគេប្រើសញ្ញា3ហ្នឹងដើម្បីប្រៀបធៀបចំនួនប្រៀបធៀបដោយរបៀបណាចាបើចង់ដឹងមកទស្សនាមួយអ្នកគ្រូអញ្ចឹងកូនឃើញអត់ចំនួនរបស់អ្នកគ្រូនៅខាងឆ្វេងមានប៉ុន្មានកូនចាគឺ10ចាអញ្ចឹងចំនួនខាងស្ដាំគឺ20ចាកូនដឹងអត់10ហើយនិង20មួយណាធំជាងចាគឺត្រឹមត្រូវគឺ20ធំជាង10អញ្ចឹងអាចទៅសេបានថា10តិចជាង1 20ចុះអ្នកគ្រូចង់យកសញ្ញាដែលយើងបង្ហាញខាងលើហ្នឹងមកជំនួសកន្លែងតិចជាងហ្នឹងយើងអាចដាក់បានថាម៉េច10ទូជាង1 20ជាសញ្ញានេះគឺសញ្ញាទូជាងចាអញ្ចឹងតទៀតចាអញ្ចឹងកូនឃើញចំនួនអ្នកគ្រូខាងឆ្វេងខាងក្រោមនេះគឺប៉ុន្មានកូនចាគឺ1 20ចាខាងស្ដាំគឺ10ចាអញ្ចឹងយើងអាចត្រឡប់មកវិញយើងអាចទៅសេបានថា10តិចជាង20ឬក៏20មិនកូនចាត្រឹមត្រូវគឺច្រើនជាង10អញ្ចឹងយើងអាចដាក់វាជាសញ្ញាមិនទៅចាគឺ20ធំជាង10ចាធំជាងហើយច្រើនជាងគឺដូចគ្នាកូនតែធំគឺច្រើនជាងហើយត្រូវអត់ចាគឺត្រឹមត្រូវអញ្ចឹងកូនមកមើលលេខក្រោមទៀតគឺកូនឃើញខាងឆ្វេងមានប៉ុន្មានចាគឺ20 25ចុះខាងស្ដាំមានប៉ុន្មានកូនចាគឺ20 25ដូចគ្នាអញ្ចឹងកូនឃើញចំនួន25និង25ហ្នឹងមិនគ្នាក៏ចាគឺស្មើគ្នាអញ្ចឹងមួយចំនួននឹងស្មើគ្នាអ្នកគ្រូអាចទៅសេជាសញ្ញាបានថាម៉េចចាគឺ25សញ្ញាអីក៏ចាគឺសញ្ញាស្មើ20 25ចាអញ្ចឹងនេះគឺជារបៀបនៃការប្រៀបធៀបចំនួនដោយប្រើសញ្ញាទូជាងធំជាងនិងសញ្ញាស្មើចាគឺយើងអាចប្រៀបធៀបចំនួនប្រមាណក៏បានដែរ100 200 300យូរទៅខ្ទង់ណាក៏កូនអាចប្រៀបធៀបបានដែរអញ្ចឹងក្នុងវីដេអូនេះអ្នកគ្រូមានតែប៉ុណ្្នឹងទេចាគឺបង្រៀនកូនអំពីការប្រៀបធៀបចំនួនដោយប្រើសញ្ញាចាអញ្ចឹងបើចង់សិក្សាអីដែលថ្មីពីការប្រៀបធៀបចំនួននឹងបន្ថែមទៀតចានឹងបន្ទស្សនាមួយអ្នកគ្រូក្នុងវីដេអូក្រោយវីដេអូនេះអ្នកគ្រូមានតែប៉ុណ្្នឹងទេសូមអរគុណនិងជម្រាបលា